mà đại diện đi còn tại cua thò mà chiết rụng chuối đây làประเทศไทย bàn cả làng phim dương có mưa khơi thả miềnប្រជាពលរដ្ឋយើងជាច្រើនបាននាំគ្នាផុសបាទជា caption ប្រងព្រាតបាទពេញ Facebook ជាពិសេសខ្ញុំចាប់អារម្មណ៍ជាងគេគឺ caption ដែលជាពាក្យស្លោកមក clear បាទដែលធ្លាប់ឮចាស់ទុំយើងដំណើរមកជាច្រើនឆ្នាំហើយមិនដឹងថាវាមានកាលបរិច្ឆេទថាពាក្យហ្នឹងវាចេញពីណាមកហើយពាក្យហ្នឹងអ្នកណាជាអ្នកបង្កើតហើយវាមានឆ្នាំកាលបរិច្ឆេទរបស់វាថាវាកើតពាក្យហ្នឹងពីឆ្នាំមកអញ្ចឹងណាហ្នឹងហើយឃើញបងប្អូនយើងគាត់បរោះបាងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសបាយអង្គរវត្តពេលខ្លះទៅខ្ញុំចេះតែធ្វើការសិក្សាស្រាវជ្រាវទៅលើពាក្យស្លោកមួយដែលបានបង្កើតឡើងមិនមែនស្រាវជ្រាវទៅហើយវាអត់ប្រយោជន៍ទេពេលខ្លះស្រាវជ្រាវទៅហើយវាបានផ្ដល់នៅកតិជាការគិតខ្លះបាទចំពោះពាក្យមួយចំនួនដែលបាននិទានតគ្នាឥឡូវមុននឹងចូលដល់ការបកស្រាយពាក្យហ្នឹងខ្ញុំក៏លើកយកពាក្យស្លោកផ្សេងដែលខ្មែរយើងធ្លាប់និយាយទុកហើយពេលដែលនិយាយទៅហើយពាក្យស្លោកនោះវាមានន័យពាក្យស្លោកដែលនិយាយទៅហើយវាត្រូវការមានន័យគឺទី1ឈាមដាបពោះដំរីឈាមដាបពោះដំរីពាក្យទី2មានផ្ទះអត់មនុស្សនៅមានផ្លូវអត់មនុស្សដើរមានចណ្ដើរអត់មនុស្សឡើងហើយពាក្យហ្នឹងកើតពីណាមកអ្នកខ្លះថាជាពុទ្ធទំនាយបាទពាក្យថាពុទ្ធទំនាយគឺជាការទុទាយរបស់ព្រះពុទ្ធតែបើពិចារណាមែនតើទៅព្រះពុទ្ធមិនគួរណាមកដាក់ទំនាយប្រទេសដែលកាន់ជំនឿសាសនារបស់ព្រះអង្គអានេះជាការយល់ច្រឡំធំមួយរបស់មនុស្សកម្ពុជាយើងឬក៏មនុស្សខ្មែរយើងវាជាការយល់ច្រឡំធំគេតែងតែនិយាយពីពាក្យថាពុទ្ធទំនាយទេព្រះពុទ្ធព្រះអង្គបរិសន្ធិបរិនិព្វាននៅឥណ្ឌាបាទជាកន្លែងទីកំណើតការកើតត្រាស់ដឹងហើយយើងទៀតសោតនេះគឺកាន់សាសនារបស់ព្រះអង្គកាន់សាសនាព្រះពុទ្ធហ្នឹងមិនបានត្រូវព្រះពុទ្ធមកដើរដាក់ទំនាយប្រទេសដែលកាន់សាសនារបស់ព្រះអង្គអញ្ចឹងកុំឲ្យមានការយល់ច្រឡំខ្ញុំចាំមិនបានថាឯកសារនោះវាសរសេរនៅឆ្នាំណាទេខ្ញុំបានអានឯកសារដែលសរសេរដោយលោកសំវាកាលនោះនៅចុះជាកាសែតគាត់បានសរសេរថាទស្សនៈទាំងអស់នេះឬក៏ពាក្យដាវទំនាយទាំងអស់នេះមិនមែនជាពុទ្ធដីការបស់ព្រះពុទ្ធទេកុំឲ្យមានការយល់ច្រឡំនៅក្នុងបរមរាជវាំងខ្មែរយើងមានហោរាសាស្ត្រម្នាក់ឈ្មោះពុទ្ធចឹងពុទ្ធនោះគឺពោដាក់ស្រឧដាក់ធោដែលយើងថាថ្ងៃពុទ្ធឬក៏ឈ្មោះតាពុទ្ធឬក៏ពូពុទ្ធឬក៏អ៊ំពុទ្ធឬក៏លោកតាពុទ្ធបាទនេះខ្មែរយើងមានការយល់ច្រឡំកន្លែងហ្នឹងមកដល់ពេលបច្ចុប្បន្ននោះដោះស្រាយការយល់ច្រឡំហ្នឹងអត់បានទេនៅតែពុទ្ធទំនាយនៅក្នុងឯកសាររបស់លោកសម្វាបានសរសេរថាលោកតាពុទ្ធគឺជាហោរាប្រចាំរាជវាំងតាំងពីសម័យព្រះនរោត្តមមកម្លេះហើយតំណតមកដល់រាជព្រះស៊ីសវត្តទៀតប៉ុន្តែមិនដឹងថាលោកតាពុទ្ធគាត់ស្លាប់នៅថ្ងៃណាឆ្នាំណាឬក្នុងរាជព្រះមហាក្សត្រអង្គណាមួយទេគាត់មានជំនាញខាងទុទាយប្រចាំរាជវាំងតាពុទ្ធនឹងអញ្ចឹងបើមកដល់កន្លែងហ្នឹងក៏សូមឲ្យបងប្អូនឈប់មានការយល់ច្រឡំទៀតពាក់ព័ន្ធទៅនឹងពុទ្ធទំនាយហ្នឹងបាទព្រះពុទ្ធឯណាមកដៅមកទុទាយប្រទេសដែលកាន់សាសនារបស់ព្រះអង្គហើយកម្ពុជានោះមានការពាក់ព័ន្ធអីជាមួយនឹងព្រះពុទ្ធហ្នឹងដែលព្រះអង្គត្រូវមកដាក់ទំនាយហ្នឹងបាទអញ្ចឹងនៅក្នុងឯកសាររបស់លោកសឹមបាសរសេរថាលោកតាពុទ្ធគឺជាអ្នកទុទាយមួយរូបនៅក្នុងបរមរាជវាំងលោកបានដាវឬក៏បានទាយទុកអំពីជោគជតារាសីឬក៏វាសនារបស់ប្រទេសជាតិឬក៏ប្រទេសមួយអីចឹងទៅដោយសារតែមើលឃើញថាកម្ពុជាវាមានវិបត្តិនយោបាយមានវិវាទនយោបាយជាមួយគ្នាបាទអាចថាបន្ទាប់ពីបារាំងចាក់ចេញទៅខ្មែរយើងវានៅមានទំនាស់ទាស់ទែងគ្នាដោយបញ្ហានយោបាយហើយត្រូវមែននៅក្នុងសម័យបារាំងដែលមិនទាន់ដកអាណានិគមរបស់ខ្លួន
dương mơ khơi cầm buổi chiều nên miền cả nạ bạn vô bài buồn rồi sai vậy cả nạ bạn vô bài bay thật buồn chẳng tập cốt luôn ấy mới khơi thà máy đừng miền vì viết kia từ ngày na cốt nợ về đây bà răng bàn chạ tranh vì Campuchia từ nợ về đây bà răng chặt đập đọ luôn tranh tới nước máy mình toàn chơi rụng rôm xa mà kia kia máy đừng thơ sừng krem cho mùi kia ơi đôi này bịa đại quạt đào thay chiêm đa pua đầm rây chẳng máy đừng miền ca cắt sầm lạp kia đòi mà nô cung vì chia hay trừ mình khó tì ca tu tiê ca đào bịa na mùi tục ngọc bị kiaประเมิน មើល ពី ពេល បច្ចុប្បន្ន នឹង ទៅ អនាគត បាទ ឈាម ដាប ពោះ ដំរី មាន នៅ ឈាម វា ហូរ តាំង ពី លើ ខ្នង ដំរី ទៅ រហូត ទៅ ដល់ ជោគ ពោះ ដំរី នេះ វា ដាប ពោះ ដំរី គឺ វា ស បញ្ជាក់ ឲ្យ ឃើញ ថា ឈាម វា ច្រើន ព្រោះ សត្វ ដំរី ពេល ដែល យើង កាត់ ខ្នង វា មក កង្វេ ឬ ក៏ យើង កាត់ ឲ្យ វា ដំបៅ ខ្នង ឲ្យ វា ត្រូវ របួស ខ្នង វា ហូរ ទៅ ឈាម ដាប ពោះ ដំរី គឺជា ឈាម ដែល ហូរ ស្ទើរ តែ ពេញ ផ្ទៃ ប្រទេស របស់ យើង មាន ន័យ ថា កម្ពុជា នឹងមានវិវាទនយោបាយមានវិបត្តិនយោបាយរហូតដល់សម្លាប់គ្នាឈាមដាបពោះដំរីនឹងគឺវាច្រើនមែនទែនឈាមខ្មែរនឹងហូរស្ទើរតែពេញប្រទេសត្រូវមែនមកដល់សម័យដែលខ្មែរក្រហមកាន់អំណាចក្នុងឆ្នាំ1975ដល់79រយៈពេល3ឆ្នាំឈាមរបស់ខ្មែរវាហូរស្ទើរតែដាបធរណីនេះគឺជាការទុះទាយត្រឹមត្រូវរបស់តាពុទ្ធមិនមែនជាទំនាយរបស់ព្រះពុទ្ធសាមណគោតមដាក់ទំនាយដាវអីទេទី2មានផ្ទះគ្មានមនុស្សនៅមានផ្លូវនឹងអត់មនុស្សដើរទៅអនាគតការប្រមើលមើលរបស់គាត់វាមានវិវាទគ្នានៅពេលដែលមនុស្សវាចាប់ផ្ដើមសម្លាប់គ្នាដល់ឈាមដាបពោះដំរីមានន័យថានៅពេលដែលមនុស្សកាន់តែស្លាប់ច្រើនទៅផ្ទះហ្នឹងវាអត់មានមនុស្សនៅទេមានផ្លូវអត់មនុស្សដើរវាវាលអត់មាននរណានៅព្រោះវាស្លាប់អស់ហើយដល់ពេលយើងឃើញថាមកដល់75នេះសម័យកាលដែលខ្មែរក្រហមកាន់អំណាចហើយបងប្អូនពិចារណាមើលតើត្រូវអត់វាត្រូវវាមិនខុសទេណាមនុស្សខ្មែរបានស្លាប់ជាច្រើនលានអ្នកពេលខ្លះមានផ្ទះអត់មនុស្សនៅមកផ្ទះជន់ស្លាប់ទាំងអស់ក៏មានដែរអត់មានមនុស្សនៅទេមានផ្លូវគ្មានមនុស្សដើរវាលភូមិមានចណ្ដើគ្មានមនុស្សឡើងមានអ្នកណាមកឡើងបើមនុស្សវាស្លាប់អស់ហើយជួនគ្រួសារខ្លះនៅក្នុងសម័យខ្មែរក្រហមមកផ្ទះត្រូវបានគេយកទៅវាយចោលទាំងអស់ឬក៏មកផ្ទះហ្នឹងឈឺស្លាប់ទាំងអស់ឬក៏មកផ្ទះហ្នឹងត្រូវបានគេកេណ្ឌយកទៅធ្វើការនៅតាមការដ្ឋាននៅតាមកងចល័តអស់ចឹងទៅអញ្ចឹងគ្មានមនុស្សនៅផ្លូវអត់មនុស្សដើរត្រូវមិនខុសពាក្យហ្នឹងដល់ពេលក្រោយមកទៀតយើងមើលឃើញថាទំនៀមពាក្យរបស់ខ្មែរយើងដែលនិយាយតគ្នាមកតាំងពីសម័យមុនមកមានពាក្យមួយតែនិយាយថាសៀមមិនចោលក្បួនយួនមិនចោលកពុតណែអាពាក្យហ្នឹងយើងត្រូវសិក្សាឲ្យស៊ីជម្រៅពីព្រោះដូនតាខ្មែរយើងប្រហែលជាបានស្គាល់អំពីអត្តចរិតរបស់ជាតិសាសន៍នៅក្បែរខ្លួនហើយបានជាគេបានដំណាលពាក្យនឹងទុកមកហើយខ្ញុំសុំមិនធ្វើការបកស្រាយទេណាពាក្យមកឃ្លាហ្នឹងត្រូវបានមិនមែនទើបតែលេចវត្តមាននៅក្នុងសម័យបារាំងលេចវត្តមាននៅក្នុងសម័យសង្គមរាស្ត្រនិយមទេពាក្យហ្នឹងប្រហែលជាអាចលេចចេញតាំងពីក្នុងសម័យដងណាតាមការប៉ាន់ប្រមាណប្រហែលថាពាក្យនឹងអាចលេចតាំងពីពេលមកពីព្រោះដោយសារតែជនជាតិកម្ពុជាយើងមានចំណងស្អិតប្រមួតជាមួយប្រទេសក្បែរខាងទំនាក់ទំនងតាំងពីជាសត្រូវជាមួយគ្នាតាំងពីជាមិត្តភាពជាមួយគ្នាដូច្នេះហើយទើបធ្វើឲ្យខ្មែរយើងស្គាល់អំពីអត្តចរិតជាតិសាសន៍ក្បែរខ្លួនទើបមានពាក្យទំនាលតមកថាសៀមមិនចោលក្បួនយួនមិនចោលពុតហ្នឹងហើយយើងក៏មិនបកស្រាយអីវែងឆ្ងាយដែរហើយពាក្យហ្នឹងយើងបានមើលឃើញហើយស្ថានភាពពេលបច្ចុប្បន្នប្រទេសក្បែរខាងធ្វើយ៉ាងណាដាក់កម្ពុជាយើងឥឡូវយើងចូលដល់បាងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសបាយអត់នគរវត្តបាទខ្ញុំមើលទៅពាក្យហ្នឹងដូចជាវាមិនត្រូវបាងកកអលំមានន័យថាបាងកកត្រូវបានរលំរលាយឥឡូវពីម្សិលមិញហ្នឹងមានសភាពការកើតឡើងពាក់ព័ន្ធទៅនឹងគ្រោះរំជួយដីដែលយើងហៅថាជាបាតុភូតរបស់ធម្មជាតិគ្រាន់តែយើងឃើញថាបាងកកហ្នឹងចាប់ដើមដួលអាគារប្រៅទៅខ្មែរយើងខ្លះលើកយកពាក្យហ្នឹងយកមកផុសcaption ប្រងព្រាតតាមរយៈបណ្ដាញសង្គមបាងកករលំហើយមានន័យថាបាងកកត្រូវដួលរលំដួលអាគាររលំហើយវាអាចរលំទាំងរដ្ឋាភិបាលវាអាចរលំទាំងមនុស្សជាតិនៅក្នុងប្រទេសថៃហ្នឹងបាងកករលំគឺវារលំខ្ទេចខ្ទីវាដួលសង្កត់ជាន់គ្នាងាប់អស់រលំហ្នឹងមិនមែនមានន័យថារលំផ្ទះទេរលំទាំងរដ្ឋាភិបាលរលំទាំងផ្ទះរលំទាំងប្រទេសទៅតម្រងបាងកករលំណាបើចង់ឲ្យវាសបាយនៅកន្លែងតំបន់ណាមួយមានន័យថាប្រទេសថៃខ្លួនឯងត្រូវរលាយចេញពីផែនទីពិភពលោកអានឹងបានវាសបាយកើតឥឡូវគេថាបាងកករលំហើយគេអនាំនេះបាទជាកម្មពៀរបស់វាជាកម្មផលរបស់វាដែលវាបានធ្វើមកលើកម្ពុជាអញ្ចឹងទៅខ្ញុំឃើញច្រើននៅតាមបណ្ដាញសង្គមហ្នឹងហើយ
ហើយខ្ញុំលើកមកនិយាយនេះនិយាយតាមក្រោយបងប្អូនទេហ្នឹងហើយនឹងតាមចិត្តកំហឹងការខឹងគុំគួនរបស់ជាតិសាសន៍ខ្មែរយើងបាទដែលសត្រូវក្បែរខាងឬប្រទេសជាមិត្តរបស់យើងធ្លាប់បំពេញឆ្លៀនពៀនយើងទៅពេលគេជួបគ្រោះកាចពេលគេជួបគ្រោះមហន្តរាយអ្នកខ្លះដាក់ទំនាយថែមអីចឹងទៅហ្នឹងហើយបាងកករលំឥឡូវបាងកករលំអណាសบายណាស់នៅពេលបាងកករលំសាប់មកមានមកឃ្លាចុងក្រោយភ្នំពេញអាលាយអញចំកដុំឆែតបាងកករលំឯងមកភ្នំពេញអាលាយចុងក្រោយឯងដដែលពាក្យហ្នឹងវាមានគួរអីជាអស្ចារ្យឲ្យគួរឲ្យសบายរីករាយណាសบายមិនទៅបើបាងកកវារលំថាអត្រេកអឥឡូវភ្នំពេញអាលាយនេះអាឯងអ្នកអនៅភ្នំពេញដែរហើយរត់ទៅណាឥឡូវគេនាំគ្នាផុសថាដល់ពេលវេលាហើយបាងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសบายអង្គរវត្តកំពុងតែអាអ្នកអនៅភ្នំពេញដែរនោះអ្នកផុស caption អីហ្នឹងនៅភ្នំពេញនៅស្រុកខ្មែរដែរណាអាបានកករលំនោះខំអបអសាទរវាត្រូវបានរលំហើយវាជាប់កម្មជាប់ពីជាមួយកម្ពុជាវាឆ្លៀនពៀនដូនតាខ្មែរយើងអីណាសាប់មកអាឃ្លាចុងក្រោយភ្នំពេញរលាយលើអាបាងកកទៀតអាបាងកកគ្រាន់តែអាលំនោះបាងកកគ្រាន់តែអាលំមានន័យអាលំអាគារ3 4ចុងទៅឯងនេះភ្នំពេញរលាយហើយក៏សេ caption មកដាក់ថារីករាយអបអសាទរដែរដល់ពេលវេលាហើយបាងកករលំភ្នំពេញរលាយឥឡូវមិនអត់យល់អាឆេះផ្ទះខ្លួនឯងដែរនឹងសบายកើតអាផ្ទះគេឆេះថាផ្ទះដៃអសាទរហើយឥឡូវផ្ទះឯងឆេះដែរនេះអីទៅសบายកើតយកទៅផុស caption ថាឯងនឹងវាគ្រាន់បើស្អីឯងនៅពេញដែររត់ដីនៅមិនឃើញភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយព្រៃនគរខ្ចាត់ខ្ចាយអាព្រៃនគរនោះក៏ដីរបស់ខ្លួនឯងពីមុនមកសบายទៀតថាព្រៃនគរខ្ចាត់ខ្ចាយព្រោះព្រៃនគរឥឡូវធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់វៀតណាមកាន់កាប់ហើយព្រៃនគរខ្ចាត់ខ្ចាយមានថាព្រៃនគរនោះត្រូវបានរលំរលាយរដ្ឋាភិបាលវាខ្ចាត់វាខ្ចាយវាបាត់បង់ការសាមគ្គីអញ្ចឹងទៅណាអញ្ចឹងដល់ពេលទៅសបាយនៅនគរវត្តពាក្យនឹងអ្នកណាជាអ្នកបង្កើតឡើងអាលាយទាំងអស់បាងកកក៏អាលាយវៀតណាមក៏អាលាយថៃក៏អាលាយវៀតណាមក៏អាលាយភ្នំពេញក៏អាលាយដល់ទៅសបាយបាងកកយីបើសិនជាដូនតាខ្មែរបង្កើតពាក្យនឹងមកដើម្បីសេចក្តីរីករាយខ្លួនឯងខ្ញុំថាមិនត្រូវបង្កើតមកអត់ត្រូវបង្កើតទៅសบายនៅសៀមរាបហើយមកកណ្ដប់ហ្នឹងដីប្រប៉ិនប្រហែលជា 20000 គីឡូហ្នឹងហើយអាលាយទាំងអស់ហើយហ្នឹងខ្មែរកម្ពុជាក្រមដែលនៅវៀតណាមខាងត្បូងនៅព្រៃអង្គរក៏អាលាយបាងកកដែលជាដែនដីរបស់ខ្លួនក្នុងសម័យអតីតកាលក៏អាលាយហើយភ្នំពេញអាលាយទៀតចុងក្រោយទៅសบายនៅសៀមរាបហើយពាក្យអញ្ចឹងចេះតែយកមកផុសដែរចេះតែយកមកផុសដែរផុសហើយថាខ្លួននឹងគ្រាន់បើទៀតអើយខ្ញុំមិននឹកស្មានថាពាក្យមួយចំនួនវាមិនគួរយកមកផុសសบายរីករាយនៅពេលដែលគេកំពុងមានទុក្ខបាទយើងក្នុងនាមជាមនុស្សជាតិដែលនិយាយភាសាទោះបីមិនដូចគ្នាក៏ដោយបាទក៏ត្រូវតែមានមនោសញ្ចេតនាទៅលើមនុស្សដូចគ្នាអ្វីត្បិតស្ដាប់ភាសាគ្នាមិនបានដែរនោះចូលរួមរំលែកទុកដែលគេកើតទុកហ្នឹងហើយកុំទៅត្រេកអភ្លេចមើលខ្លួនឯងបាងកករលំដល់ពេលចុងក្រោយភ្នំពេញរលាយអាអ្នកកំពុងហ្នឹងភ្នំពេញរលាយដែរនោះជនជាតិខ្មែរដេកចាំតែផ្សងសំណាងដូចភូមាvẫnគាត់មានដំណោះតោះទេងអីជាមួយយើងគាត់មិនដែលវាយកប់ចាក់អីជាមួយយើងធ្វើសង្គ្រាមមកមិនបានដល់យើងទេភូមាធ្វើមកដល់ត្រឹមប្រទេសថៃទុកជាប់អត់ឲ្យធ្លាយមកដល់កម្ពុជាទេក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរភូមាមិនដែលមានវិវាទជាមួយកម្ពុជាទេវិវាទតែជាមួយនឹងប្រទេសថៃឲ្យតែចង់វាយចូលមកដល់កម្ពុជានឹងគឺស្ទាក់ជាប់ត្រឹមថៃនឹងរួចឲ្យថៃធ្វើតំណែងតំណងជាមួយនឹងកម្ពុជាយកទាហានខ្មែរយើងយកទៅទុកជាមួយនឹងភូមាកុំឲ្យវាយតន្ត្រានចូលមកដល់ទឹកដីកម្ពុជាដូច្នេះហើយខ្ញុំសូមសម្រាយនៅពាក្យទាំងអស់នេះទី1វិលថយក្រោយវិញថាតាពុតគឺជាហោរាមួយរូបទូទាយនៅក្នុងបរមរាជវាំងរបស់នគរខ្មែរយើងតែខ្ញុំមិនដឹងកាលបរិច្ឆេទច្បាស់លាស់ថានៅក្នុងសម័យអដុងពីឆ្នាំកាលបរិច្ឆេទណាមួយទេណាដោយសារតាពុតជាអ្នកទូទាយជោគជាតារាសីឲ្យព្រះមហាក្សត្រឬក៏តាពុតគឺជាអ្នកទូទាយប្រចាំរាជវាំងទូទាយប្រមើលមើលអំពីស្រុកទេសរបស់យើងតែពេលខ្លះខ្មែរយើងដោយមិនស្គាល់តាពុតជានរណាបានដាក់ពាក្យទាំងអស់នេះទៅជាពាក្យរបស់ព្រះពុទ្ធសម្រាប់ខ្ញុំមិនជាបកែខាងផ្នែកសាសនាប៉ុន្តែខ្ញុំគិតថាទោះបីយ៉ាងណាព្រះពុទ្ធខ្លួនឯងក៏មិនមកដាក់ទំនាយប្រទេសដែលខ្លួន
mình đại squat chia tu tới bột mình đại squat Campuchia phòng rừng ấy bột mà đặt tầm này dương nó tí mùi tí pi dương bên chấm nứa từ lứa bột sasna dương can bột sasna ở đây ban trời bột mà đặt tầm này dương này chưa kết ở đó cả lại nhầm đôi chút đấy bịa tiếng on nút về chia đầm niel to kia mau là hốt đó sập ngay miền ca vô cho lâm nơi tại bẹt bột là hốt đó tầm này bẹt bột đặt Campuchia thay chơi thay cho chừng tầm bịa tiếng on đi mai dương ban đi chăm song sầm nàng đi bài bòn dọc rừng bị chia xa tại bộ chỉ mùi nước ở bay chấm nửa trâu hơi ở bay chấm nửa mình khó thể nơi pi để kia miền kêu mà hòn đá dương chập đầm nỉ dây ông pi phút hẹn bàn cả lão bẹ con ta đang chấm nửa khạc khạc chẳng từ chúng mình vô làm pi nẹt khạc hẹn ấy bàn chia sải chất nơi pi để bật tê lơ bị phốp lốc trâu bàn chuột kêu mà hòn đá nẹt khạc pi để khơi bật tê lơ bị phốp lốc chuột kêu mà hòn đá bay chia sải chất đầm bay bẩm pin nơi tập rơi ca bọc luôn anh đi chỉ đường môi để dương thử kịch đài bị cha na men tên nó bao bốn bang cọ rồi lúng Phnom Penh rồi liền tao dương miền xây ọp osato cát bởi dương nơi Phnom Penh như dương rồi liền đấy pri nó cô chặt chải ở tây ta cao pri nó cô đây bảo dương từ chia sẻ bài nó cô vót biển nâng na bạc mà nẹt na chỉ nẹt bạc biển nâng mau nè biển chẳng biển trơn từ ban chôn bò tiền nơi cái bài khang chỉ nẹt bạc đầm bay ấy đầm bay bằng bút aram mà bạc mày tí mùi bằng bút aram mà bạc mày tí pi ở mày đi chăm song sầm nàng ở mày đi chăm song sầm nàng mẹ pe đại miền Việt Lộc na cợt lời mùi hơi chẳng tới kỳ chủ chật đi chăm pring sầm nàng ọt thử ấy đi để bạch thử ấy đi bạch to su bạch to ba chầm mưa ngày nào mùi bang có ở lùng mờiแต่จงครอยนี่อาพนมเป็นอย่างเลี้ยเนี่ยอาบางเกาะนั่นไปบอกไทยได้แบบรู้ไหมตอนไปจงครอยมาเลี้ยคนไอ้ได้แต่สึกขึ้นใส่แต่เตะอซาตัวไอ้จมูกเปียนั่งบาเกก็เลี้ยเองก็เลี้ยนั่งเสียมก็เลี้ยยวนก็เลี้ยกัมพูชีนี่ก็เลี้ยจงครอยแต่สบายใส่เกวอดมากระเปะเลยน้องอันนั้นใช่ไหมเอาเป็นการเกิดปิจานะเปียมวยเด็กยมบานลือคนไอ้ในขนมสมัยการได้เวียดนามจัดไวโจลขมายหอมในชนามจัดสมบัยเมียนเปียจะจามารำทะลุทะเลมามันดังมาไปข้างนะกิธาบันไตเตี้ยหนึ่งเมียนเนี่ยคลาฮานจิเซซอมาปีพุ่มมาเพียโบเปียสเปียดาวในนงขน้องหมกช่วยดอกกัมพูชีเอาเจนพอดปีระบอบขมายกับหอมนี่ยืมมันดังนาเปียดังนาประกาศแล้วไงเนี่ยคลาฮานก็ตามช่างจุ่มนีจิเซซออัดใบปลายกับเรื่องตีเมียนแต่ดาวสเปียในนงขน้องหมกช่วยรุมดอกกัมพูชีเอาเจนพอดปีระบอบขมายกับหอมบองโปน้อยดอลปีจังลือโซตะเปียจังมอไปเชียชนกัมพูชีเด็กอ้อยจำเนี่ยเมียนกุนจำเนี่ยเมียนบนมาช่วยอัดเมียนเงือบต่อสู้ไว้ที่เมียนเงือบต่อสู้ที่ยัยจำก็คือเด็กรองจำแต่มั้งจำรุมปึงทานเนี่ยเมียนบนนึงหนึ่งเล่ามาช่วยครุนไอต่อสู้กับไอต่อมันก็ได้ทรายมันอัดเมียนกับเพลิงหนึ่งได้จังเนี่ยนาคือchỉ nèประกาศเปลี่ยนนังมอเมียนใต้ทางประนักเซซาเมื่อกี้สังครูเจียนน้องประกาศเปลี่ยนน้องปีพวกกวาดบานจูตัวรวมเคลียร์จมูกกองตัวเวียดนามนะจังไอ้ขมายรองจำสวากุ้มจำเนี่ยเมียนบนมาปีพูดประเภทโบเปียปีนะกองตัวขมายก็มากรมในรถโจลประเทศรุ่นไอเตอร์เวียดนามน้องอันตรายเนี่ยเมียนบนบันไตเมียนชีเซซอมาสตรถกรอกให้น้องสตรยนต์ฮอกบ่ามาสตรเบย์ไซซับมาสตรอากาอัมไซเมียนบานสเปียดาวนาเมาปันไตเกี่ยวกับการเปียนั่งมาเอายังรีเรซาโตเอายังเมียนสังคมขนมจีบระบายยังเปียคลาประกาศมาเวียเชียจำนวนตึกจัดเอายังเมียนสกายรุมปึ้งเปียคลาคือประกาศมาเอายังงวบสเตะเปียคลาประกาศมาเอายังงวบกาเกิดเปียคลาประกาศมาเอายังงวบสกายสังคมเปียคลางวบเนื้อกำลังระบายยังแต่เราได้จำเปรนเวียสนาได้จำเนี่ยเมียนบนมาช่วยเด็กจำเกมาช่วยสังครูอัดต่อว่าอัดเมนเงือบบ่าบออัดเมนเงือบประชังไอเตเป็นในกิจจับจำน้อยซอยขมายบ้านกิจจับรำประกาศเปียจังเมากิประกาศเปียสลับมาประกาศเจ็ดประกาศโจมาทำไมไอ้ขมายต้องสลับเจ็ดนะหายแต่เมาเมนให้เนี่ยไอ้เตยกับดังกุนกีเตยไตรมลึกกุนกีโปรเกมเมาเนี่ยเมียนกุนระบายยึงเกมเมาคือเชียนเนี่ยนั่นหมกช่วยยึงคือเกเตยกาบานใส่ไปยืงจังถึงแต่cái máu mến chết sập muốn cái máu mến bàn máu đôi dương tha chi xe nó
ở bục nhom cho môi nâng mà đai nhom cho môi nâng dây nhom mà giúp có ý tới cho nông thế cái môn nâng chạp ram quay châu Campuchia nó cái miền bài trạc bài ấy chẳng từ nữa cái bài trạc cái bài khất ban này chẳng tới là bài dương rơi máu an dương rơi máu bàn an chẳng tới dương khơi nhưng bài chật hai bà toạp máu tiết có chả nâng bê đần chả đần ở rùa riêng mình chỉ vật bê chung cái này bê giúp nó quạt xích xúc cái này cho nông này ở trong sầm máy nó nơi mình còn thành tích tiết máu à miền bồn máu bị từ bầu pìa chỉ xoay so mà chui dương này tại nẹt khác cái đăng làm pi rương nhiều bái cái đăng thà miền Khmer của họ mà cầm đại bậc cao nặng xe xa mà khi sinh chiết tam là dạng ca lùi đập bị sụp Azizeray là bị đúng rồi có bị sụp VOA sa rọt Americ đại bàn sai ở phục nhôm miền bị sụp cả cha mùi lẹ còng đầy quạt về đại ngày lớn vô bị sụp cọp cho còng đầy tới đó về dục lớn tiền thì chia sẽ đập nó phui nhưng nó đập chìm lên tích lư rồi thà miền Khmer của họ mùi cầm đại bạ toa rốt pi đầm bô pia đòi cả nạ mà chăm bạ đánh sầm lạp nứng anh chỉ Khmer của họ cầm bao sau phấm bàn thiệt luôn châu từ Việt Nam rồi từ sông chấm nuôi phí con qua Việt Nam làm bay châu mò đồng đỏ từ Campuchia còn đắng này để vô bái còn đăng ra bàn tay tiết nâng miền con cầm lang rồi bò còn toa Khmer dương nâng châu mò chuối bay rồi bò Khmer của họ mày tay sầm lạp chỉ ta khi ông sầm lạp ở đây trong đây còn miền chấm nước còn tha cổ nói tay tiết nẹt miền bôn cái màu hai cồn Campuchia dương rùng pưng nẹt miền bôn mà chui hơi tích tiết ná rồi đây đã lừa các bà từ nẹt miền côn nẹt miền bôn dương mà chui mau bén đập mùi con pol thom và quay trôi chết đọc trọ kéo quay trôi pi phnom đấn cái post quay trôi pi hạt tiếng Ratnakiri Dolgari cái che xoay riêng priwing khai cả đá mà tận đọc trọ xây cái đấy sừng thâm rồi bọc Khmer cả hóm để kích khó pi cầm lang con toạp để ban vay lục trôi vào tên bọc luôn Khmer của họ xong tục mà nước tay mùi liên nè sầm lấp Việt Nam sam sầm liền nè này chia xây cái đây thay cá rồi bọc Khmer của họ chỉ mùi nâng sầm đạch rồi đom xin lỗi ngày ti và mùi mẹ cả ra môn nâng chạ tranh pi Campuchia từ Pol Pot ban ang trong pua mốc sầm đạch rồi đom xin lỗi thật kỳ trơi cá Khmer của họ tay mà liên nè đầm bay sầm lấp Việt Nam sam sầm liền nè này chỉ cá cất chuột li liên là bọc con quạt ắt banประมาณ 10 ปี កម្លាំងកងទ័ពវៀតណាមដែលមានចំនួនច្រើនហើយវាយលុកមកកម្ពុជាទេគ្មានការទប់ស្កាត់អត់មានការត្រៀមខ្លួនជាមុនបរាជ័យនឹងកើតឡើងសម្រាប់ខ្មែរក្រហមអ្នកមានបុណ្យមកមែនឈុលសិតតែពួកជីសេះសណាគេជីសេះសគឺក្រុមសសវៀតណាមសនេះខ្ញុំនិយាយពីឆ្នាំ79ណាជីសេះសមានជីសេះសណាមកសុទ្ធតែរត់ក្រោះមកសុទ្ធតែ B40 មកសុទ្ធតែយន្តហោះខ្ញុំរំលឹកតិចចោះខ្ញុំរំលឹកតិចចោះមកនិយាយរឿងហ្នឹងហើយខ្ញុំរំលឹកអនុស្សាវរីយ៍ឈឺចាប់បន្តិចខ្ញុំអង្គុយនៅក្នុងកត្រកម៉ែខ្ញុំដាក់ខ្ញុំរែកពួកខ្ញុំពេលនោះខ្វិនម៉ែខ្ញុំរែកខ្ញុំមកជាហៀងរែកខោអាវមកជាហៀងអាច78បែរជាខ្ទង់ថ្ងៃទី6ថ្ងៃទី7នេះបែកម្ដងតកែវបែកមុនគេតកែវវាយចូលមុនគេបើចិត្ត7មករាហ្នឹងតកែវវាយចូលមុន4ថ្ងៃអញ្ចឹងបែកតកែវមុនវាចំអារដូវវាទឹកវានៅមិនទាន់ស្រកចុះមកផងហេលីកូបទ័រវាហោះពីលើក្បាលមកកម្ពស់ប្រហែលជាចុងថ្នោតនិយាយពីទឹកវាគួចចុះអាស្លាប់យន្តហោះវាទៀបយើងឃើញថានៅពីលើនោះមានកងទ័ពរណសេសាមគ្គីសង្គ្រោះជាតិយើងប្រហែលជា3នាក់ជិះជាមួយកងទ័ពវៀតណាមបាទតាមការសម្គាល់របស់យើងមានពាក់មួកខុសគ្នាវៀតណាមមានមួកដូចក្បាលដើកអញ្ចឹងដូចខ្នោកដើកអញ្ចឹងស្តៀងស្នោកដើកអាមូលណាដល់ពេលកងទ័ពណាសេយើងអត់ពាក់មួកអញ្ចឹងទេពាក់មួកឲ្យកតឹបអញ្ចឹងទៅខ្មែរយើងនៅលើយន្តហោះចេះស្រ័យថាកុំទៅមុខឲ្យថយក្រោយណាឲ្យយើងថយក្រោយចេះតែបកដៃយើងថយក្រោយប៉ុន្តែនៅខាងក្រោយខ្នងយើងគឺខ្មែរក្រហមពួកខ្មែរក្រហមដោះសម្លៀកបំពាក់ចេញជាជនស៊ីវិលធម្មតាហើយលាក់កាភ្លើងនៅក្នុងអាវចេះតែគៀងយើងថាឲ្យទៅមុខដើម្បីអីយកយើងធ្វើជាខែលអានេះខ្ញុំរំលឹកបន្តិចទេខ្ញុំនិយាយដូចចេញពីប្រធានបទរបស់ខ្ញុំបន្តិចខ្ញុំរំលឹកថ្ងៃនោះបន្តិចបាទរំលឹក79នោះបន្តិចយើងនាំគ្នាដើរកាត់ទឹកត្រឹមហ្នឹងខ្ញុំដល់ពេលទឹកវាជ្រៅពេកទៅឪពុកខ្ញុំអៀវខ្ញុំខ្វិនណាបងប្អូនខ្ញុំនៅក្នុងឆ្នាំ79ហ្នឹង78ហ្នឹងប្រហែលជា3ខែមុនបែកប្រទេសកម្ពុជាហ្នឹងខ្ញុំខ្វាក់ផងខ្វិនផងមិនធម្មតាណាខ្វាក់នៅមកពីខ្ញុំខ្វះជីវជាតិអា
nè trong khoa hai đòn pe trong khoa nó mau bị trong khoa chi bị chết chẳng bên đây thằng trong đà rồi dây trường trong nước vật ở hai bởi vì tao đo cả lại nắng vì riêng yên châu Việt Nam tích bà sân chỉ còn bọc châu nơi chất thật buồn nắng nhóm còn bàn mong vui vậy đây bà giờ ngọt bà đã tạm đạch hà khlang men tên năm chất mấy là sao tịch thông lịch được nông khai với cá lịch khlang men tên đôi này hai chân chết Campuchia dương bên nắng từ đi ở Osato sầm rạp con to Việt Nam nâng con to nạ xe sam mà kia sẵn cục chết trôi màu lên đăng thang Việt Nam trôi liên biến á bộ bên nâng đạch bài đấy đôi nhóm chắc bà sân chia mình miến Việt Nam trôi màu đôi con mình miến con to nạ xe màu ngay nó ngọt bạc miền ban bằng quỳnh gì bàn té khi ông con này chân gì ông pi đương chìm nữa là bạc mày dương côn tốt lăng thay về miền côn chỉ môi dương bàn ná song bàn nâng cầm oi ấy bị to chuột từ đó côn chơi là bao dương to từ tiệt nè dương chân gì chẳng á là ngày ní chỉ chấm nói để khi ông trường lực dọc mà bỏ xài prap bong ồn ta dương gì ông pi pịa slau mùi xiêm mình chào cái buôn yuan mình chào cột pịa ní miền đôn ta dương như vậy tục màu vì châu đó pịa nè ta hay anh ban cái prap pịa ta xiêm mình chào cái buôn yuan mình chào cột yuan pe để chôn từ đó cả lại na hơi chôn chất ở luôn nơi cả lại nụ chôn chất cục rong rót bà còn prao pe yuan prao pe Việt Nam vì pro dương như vậy chỉ phải sạp lần tụt xiêm mình chào put put là bọc xiêm nơi pe đại luôn chập ram căn nằm nái xiêm chôn chất căn nằm nái đòi phải giàu kỳ hào ta xiêm nô bên gì cầm yuan cho chặt ra âm nát rồi biết yuan tô bên đi cầm cái này đi mình phải vô cho nó phải vô đâu bong phôn có mình vô lại bị pro hình gì ba nhà nó bị chịu đôi chân này hai dân mơ khơi ta kia tầm nia to mau đây là gì to mau đi pe class cả trâu pe class có khó chấm pua ai cái phiệp tháp bang cao lùm phum pin lê pin nó có chặt chai sờ bay nó có vắt ai cái phiệp mình ai cái phiệp biển này Việt Tây nó Việt Nam thọp chụp bẹt quân dương thông chiêng nịch phong trâu mình khóc tệ bờ sân chỉ Campuchia mình oi chơi đây mùi phiết này đây là bậc mày dương có Việt Nam mình ai thưa đồng nào chốt từ Việt Nam càng vùng bản này bởi vì đường quân sái đó rồi Việt Nam mà thưa sừng kriêm nơi Việt Nam hàng đông trời cả chơi đây mày dương chơi do pi snai cô mọt cô buộc cô đầm bay thưa đầm nào cho một pi rót tận krim đô kri pri ven xoay riêng ta kéo thưa đầm nào tới Việt Nam hàng đông đầm bay rụng đo dọc đèn đây Việt Nam cần đáo đây chỉ từ đây là bỏ dương cứ đèn đây cô sẵn xin bởi vì đường quân tố quân sai đúng miền đây là Campuchia nước flop miền quân lơ Việt Nam có chờ này chẳng pi Việt Nam trôn mà bánh quay rụng đo bọc mày của hòm nó có mày dương tháp Việt Nam bên quân lừa dương quân tới quân màu rương quân rương sai đi đọt sai kia tới là quân từ trong mình bỏ sai chờ này rương từ đó không còn tại tha dương bằng cát cả nặng bắt đầm nơi mua từ bụng đi dương mình oi khôi nơi tụm nẹt tụm non cây ca on rạ chiết tế rươngประวัติศาสตร์ class này dễ có từ miền ca prongประหยัด biệt quan từ nơi cây ca on rạ chiết bị prua Campuchia thọ miền bị viết nội dung bài chỉ môi nông bờ tây bài khang biệt quan từ nơi bị bắt ca tút bị bắt ca tút ní bị che ở tỉnh là crop mà đo Campuchia đại trăm bách nè nội dung bài từ tại thưa đầm na cây ca tút ní oi miền phiếp lò bật sao bẩm phật nơi trong năm mà quan mua đây chân sập ram nơi pe được mai có hòm từ tuôn ban chi chấm nè tụt pi bản đặng nơi trong bờ tây Campuchia tụt Việt Nam nơi tụt trần té rồi bóp mai có hòm ban cầm nốt tùm hôm đây đờiนี่ชมยีโยบายในក្នុងសម័យខ្មែរក្រហមតិចអគ្គរដ្ឋទូតឬក៏ទូតរបស់ប្រទេសជាមិត្តដែលបានដាក់នៅក្នុងកម្ពុជាគេកំណត់ព្រំដីដែលត្រូវឲ្យដើរគឺចេញពីលិចកើតជើងត្បូង50ម៉ែត្រដូចជាទូតចិនចឹងហើយមានធិរៈធិរីទូតឬក៏អគ្គរដ្ឋទូតឬក៏អគ្គរដ្ឋទូតនៅក្នុងប្រទេសមួយដែលមកនៅកម្ពុជាគឺគ្មានសិទ្ធិដើរឲ្យលើសពីចំនួនដី50ម៉ែត្រទេនេះគឺជាការកំណត់របស់ពួកខ្មែរក្រហមនៅក្នុងឆ្នាំ1977វិវាទការទូតរបស់កម្ពុជាបានឈានដល់កម្រិតកំពូលមានន័យថាកម្ដៅនយោបាយបានឡើងដល់កម្រិតខ្លាំងមែនទែននៅក្នុងខែសីហានៅពេលដែលបញ្ចប់ទស្សនកិច្ចរបស់ខ្មែរក្រហមទៅកាន់ប្រទេសចិនចឹងហើយយើងមើលឃើញថាកិច្ចការទូតរបស់វៀតណាមនិងកម្ពុជាបានត្រូវផ្ដាច់ទំនាក់ទំនង
ចុងក្រោយយើងមើលឃើញថាទូតនៅក្នុងប្រទេសកម្ពុជាមានតែទូតឡាវជាមួយនឹងទូតចិនទេអានេះជាទូតដែលបានដាក់នៅក្នុងសម័យនៃកម្ពុជាប្រជាធិបតេយ្យបងប្អូនខ្ញុំមិនសូវបកស្រាយអីឲ្យច្រើនស៊ីជម្រៅទេពាក់ព័ន្ធទៅរឿងហ្នឹងខ្ញុំគ្រាន់តែវិលទៅក្រោយបន្តិចតាក់ទងទៅនឹងបាងកករលំភ្នំពេញរលាយនេះបាទពាក្យទាំងអស់នេះគឺជាពាក្យដែលដំណាលតគ្នាមកគ្មានប្រភពច្បាស់លាស់ពិតប្រាកដទេហើយចំពោះពាក្យខាងលើដែលពាក្យដាវសម្រាប់កម្ពុជាយើងឈាមដាបពស់ដំរីមានផ្ទះអត់មនុស្សនៅមានផ្លូវអត់មនុស្សដើរមានចន្ទើគ្មានមនុស្សឡើងនេះពាក្យនេះក៏មិនមែនជាទំនាយរបស់ព្រះពុទ្ធដែរដែលបងប្អូនខ្លះតែងតែយល់ច្រឡំថាជាពុទ្ធទំនាយដែលព្រះពុទ្ធបានទាយដាវកម្ពុជាថាអញ្ចេះថាអញ្ចោះដូច្នេះបើយើងវិភាគឲ្យស៊ីជម្រៅទៅតើព្រះពុទ្ធឯណាមកដាក់ទំនាយកម្ពុជាបើកម្ពុជាកាន់សាសនាព្រះពុទ្ធដែរហ្នឹងបាទដូច្នេះតាមឯកសារយោងដែលខ្ញុំបានអានរបស់សិភៅលោកសម្បាដែលលោកបានសរសេរពាក់ព័ន្ធទៅនឹងទំនាយឬក៏ជំនឿអីផ្សេងលោកបានសរសេរថាតាពុទ្ធជាអ្នកទូទាយនៅបរមរាជវាំងខ្មែរយើងបានទាយបានដាវអញ្ចឹងហើយត្រឹមត្រូវមែនឈាមដាបពស់ដំរីកម្ពុជាបានរងនៅផលប៉ះពាល់ពីវិបត្តិនយោបាយនិងសង្គ្រាមស៊ីវិលអូសបន្លាយតាំងពីឆ្នាំ1970រហូតដល់ឆ្នាំ1998ពេលដែលប៉ុលពតបានស្លាប់ទៅទើបរចនាសម្ព័ន្ធខ្មែរក្រហមរលាយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដូច្នេះបើយើងគិតរយៈពេលជិត28ឆ្នាំដែលសង្គ្រាមរ៉ាំរ៉ាយហើយពេលហ្នឹងមិនត្រឹមតែឈាមដាបពស់ដំរីទេបងប្អូនដែលកើតទាន់របបខ្មែរក្រហមនោះឈាមដាបពេញផ្ទៃប្រទេសពេលព្រោះមនុស្សខ្មែរបានស្លាប់ចោលឆ្អឹងពេញដីហើយមកដល់ឆ្នាំ79 80 81នេះគោលនយោបាយរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាគាស់សាកសពចេញមកក៏មិនទាន់ចេញអស់ពីដីដែរសាកសពមួយចំនួននៅក្នុងរំលងនៅដីនៅឡើយទេអញ្ចឹងគេគាស់បានតែមួយចំនួនតូចទេពីព្រោះច្រើនពេកយកមកដាក់តម្កល់នៅចេតដីចេតអីហ្នឹងអញ្ចឹងបងប្អូនគិតមើលខ្មែរយើងដែលកាប់ឆ្អឹងចោលក្នុងដីហ្នឹងរាប់លានអ្នកទៀតដែលមិនបានយកឆ្អឹងហ្នឹងឡើងមកលើបានដូច្នេះតំនាយទុះទាយឬពាក្យនិយាយថាឈាមដាបពោះតម្រៃមិនខុសទេណាមានផ្ទះគ្មានមនុស្សនៅមានផ្លូវអត់មនុស្សដើរហ្នឹងក៏មិនខុសដែរក្នុងរបបខ្មែរក្រហមបងប្អូនបានឃើញស្រាប់ហើយបាទបងប្អូនខ្ញុំបញ្ចប់ការ live នេះអរគុណជំរាបលា